សូមស្វាគមន៍មកកាន់ CCT ICT នៅក្នុងមេរៀននេះយើងនឹងរៀនអំពីអន្តនូនិងចំណាំងផ្លាត់នៃពន្លឺតើអ្នកធ្លាប់បានកត់សម្គាល់ឃើញពេជ្រចាំងផ្លេកៗក្នុងពន្លឺព្រះអាទិត្យដែរឬទេតើអ្នកធ្លាប់ឆ្ងល់ទេតើហេតុអ្វីវាចាំងផ្លេកៗហាក់ដូចជាបញ្ចេញនៅពន្លឺផ្សេងគ្នាដូចជាការកម្ពស់ប្រេងនៅលើផ្នែកណាមួយឬទឹកវានៅបង្ហាញពណ៌ផ្សេងគ្នាមូលហេតុនៅពីក្រោយបាតុភូតទាំងនេះគឺជាការធ្វើឲ្យផ្លាតនៃពន្លឺមុនពេលដែលយើងយល់ពីដំណាក់កាលនៃកាំរស្មីឬពន្លឺអនុញ្ញាតឲ្យយើងណែនាំនៅពិសោធន៍មួយដ៏ល្អនៃការទទួលបានឥន្ធនូពីពន្លឺដើម្បីធ្វើការពិសោធន៍ចំណាំងផ្លាតនៃពន្លឺយើងត្រូវការដុំព្រីសគឺជាដុំដែលធ្វើពីកញ្ចក់ពន្លឺសនិងបន្ទប់ងងឹតដែលជាកន្លែងដែលអាចចាំងពន្លឺមើលឃើញយ៉ាងច្បាស់លាស់នីតិវិធីយកដុំព្រីសដាក់នៅលើតុបន្ទាប់មកធានាថាបន្ទប់នោះគឺពោរពេញទៅដោយភាពងងឹតសម្រាប់បង្ហាញពន្លឺយ៉ាងច្បាស់នៅពេលដែលដាក់ពន្លឺឆ្លងកាត់ដុំព្រីសវានឹងញែកពន្លឺសទៅជា7ពណ៌ដែលមានពណ៌ស្វាយពណ៌ខៀវបៃតងលឿងទឹកក្រូចក្រហមនិងពណ៌ខៀវចាស់ពួកវាបានលេចឡើងក្នុងលំដាប់ដូចគ្នាដូចជាទៅក្នុងឥន្ធនូសង្កេតមើលឃើញពន្លឺខាងក្នុងដុំព្រីសដែលយើងចិត្តទុកដាក់សម្គាល់ថាកាំរស្មីបានបត់នៅចំណុចពីរផ្សេងគ្នាមួយនៅពេលពន្លឺត្រូវបានចូលទៅក្នុងដុំព្រីសនិងមួយទៀតនៅពេលដែលវាបានរត់ចេញពីដុំព្រីស